cái việc này dân cắt to video nó không kèm khăn nó họ đón dân mình chạm bạch pra ra thì ta vậy dân pra nóคือdân pra tập nó mình đặt video chỗ họ mới dân pra logo bao dân mùi nó anh ấy ta mà channel này rồi có Facebook đó phía trên bởi dân rồi lối nó bị ai chẳng chập copyright ra tại dân có mà đã môn thái dân đã ở thế dân tục sân tới ហើយចាំយើង research មើលថាវីដេអូណាដែលជាប់ copyright វីដេអូណាដែលអត់ទាន់ជាប់ copyright ហើយយើងអាចផ្លាស់ប្ដូរវីដេអូហ្នឹងទៅ page ផ្សេងក៏បានដែរហើយយក page ហ្នឹងធ្វើ original content ទៅវាសុវត្ថិភាពជាងយើងធ្វើបដាយើង monetize បដាហ្នឹងវាមានការជាប់ copyright ហ្នឹងច្រើនជាងយើងធ្វើដែលយើង channel ដែលយើងអត់ទាន់មានដាក់ monetize រលុយហ្នឹងគេដាក់ logo ពីលើអញ្ចឹងមក ហើយរូបភាពខាងក្រោមយើងចង់កាត់សម្លេងយើងចេញដាក់សម្លេងយើងខ្លួនឯងក៏បានដែរតែនេះដោយសារយើងប្រើកម្មវិធីបកប្រែហើយអញ្ចឹងយើងដើម្បីទៀតយើងអាចលួចតិចមកអ្វីខ្ញុំធ្វើដូចជាមិនធ្វើច្រើនហ្មងទេយើងក៏ដាក់វីដេអូដាក់ logo យើងចូលហើយយើងបញ្រួម logo យើងដាក់ឲ្យត្រូវទីតាំងយើងមកឲ្យចំទីតាំងយើងវាទូចដាក់ទំហំចំកន្លែងដែលយើងចង់បាន តោះមកយើងអាចលេង style logo យើងតិចចុចចំ logo ហ្នឹងមកហើយយើងខាងនេះយើងប្រើ animation កម្មវិធីនេះគឺកម្មវិធី free ទេអត់មានទិញ license នេះសំខាន់យើងអាចប្រើបានដូចគ្នាយើងប្រើតែរបស់ដែលគេ free បានហើយយើងមើលបើសិនជាគេមានត្បូងអាហ្នឹងយើងអត់ចាំបាច់ប្រើត្បូងទេត្បូងទៅតើមាន license ប្រើបានអញ្ចឹងយើងប្រើកម្មវិធី free ដែលមានត្បូងមកឧទាហរណ៍តែយើងស្រឡាញ់ animation មួយណាដូចរូបនេះយើងដាក់មើលស្អាតអត់មួយនេះមិនអាចសម្រាប់មូសបាន 10 ឬ 8 យើងអាចសាកល្បងបើកវាធំមកហើយយើង play មើលហើយតើវា animation នេះយើងពេញចិត្តអត់តើអ្នកទទួលបានវាដោយរបៀបណាវាហាក់បីដូចជាវាជាអ្វីដែលអ្នកបានធ្វើអូនវិញរបស់ទាំងនេះមានតែ80លានឬ80លានប៉ុណ្ណោះតែបើគ្រាន់តែពេញតូចមួយនេះមិនអាចសម្រាប់មូសបាន 10 នាទីវាចេញតិចពេកអញ្ចឹងយើងអាចសេរីនាទីបានទៀតអាហ្នឹង ឧទាហរណ៍ថានេះយើងយក5វិនាទីមិនអាចមិនអាចសម្រាប់មូសបាន 10 ឬ 8 មិនអាចសម្រាប់មូសបាន 10 ឬ 8000 ក្បាលនោះទេអ្វីយើងអាចបរិយាវាមើលកន្លែងនេះនាទីកន្លែងយើងដាក់ effect ហ្នឹងមានណានេះហើយកន្លែងនេះយើងអាចទាញវាដល់មុខមកហើយយើង play សាក់មើលតើអ្នកទទួលបានវាដោយរបៀបណាវាហាក់បីដូចជាវាជាអ្វីដែលអ្នកបានធ្វើអូនវិញវាជាប់យើងចុចមកវាបានហើយរបស់ទាំងនេះមានតែ80លានឬ80លានប៉ុណ្ណោះហើយបើយើងថាអត់ស្អាតទេយើងអាចចុចដូរ change animation វាទៀតក៏ប៉ុន្តែវាមានច្រើនតែនេះយើងអាចមានប្រើបដាសិនមានប្រើវគ្គទី2សិនវាហាក់បីដូចជាវាជាអ្វីដែលអ្នកបានធ្វើអូនវិញស្អាតដែរឥឡូវសម្រាប់ទៅ style នេះយើងយកប្រហែល5វិនាទីអញ្ចឹងទៅ select 5មកអូខេបន្ទាប់មកយើង play មើលយើងបើធំមើលសិនក៏បានដែរ play មើលស្អាតអត់ វាហាក់បីដូចជាវាជាអ្វីដែលអ្នកបានធ្វើអូនវិញ style បើក logo របស់ទាំងនេះមានតែ80លានឬ80លានប៉ុណ្ណោះបានទេក៏បានដែរគ្រាន់តែពេញតូចមួយចំណុចសំខាន់មួយទៀតគឺយើងប្រើកន្លែងនេះយើងប្រើ mirror យើងចុចដើម្បីត្រឡប់រូបពីឆ្វេងទៅស្ដាំមកឆ្វេងណាយើងចុចចំវីដេអូសិនចុចចំវីដេអូនេះមកហើយបានចុចសញ្ញាហ្នឹងមកយើងយក mirror នេះទៅអញ្ចឹងវាត្រឡប់ពីឆ្វេងមកស្ដាំតាមអញ្ចឹងអក្សរហ្នឹងបច្ចេកហើយអញ្ចឹងវាអត់ដូចដើមហើយមួយទៀតយើងរៀងបរិយាវាតិចមករៀងធំបន្តិចទាញចុះក្រោម អូខេតែប៉ុណ្ណឹងមកបានហើយអានេះយើងអាច convert បានតែពេល convert យើងគ្រាន់តែចុច export មកយើងរើសទំហំរបស់យើងទំហំយើងដាក់ឈ្មោះមក rename 01ហើយវីដេអូ18ប៉ុណ្ណឹងបានហើយវា Facebook ឬ YouTube តាម18បានហើយវាអត់សូវស៊ីទំហំអ៊ីនធឺណិតច្រើនហើយយើងវាពេញលក្ខណៈហើយតោះមកយើងចុច export ទៅចប់ហើយអញ្ចឹងកម្មវិធី record និងកាត់តអាហ្នឹងដូចជាមិនចាំបាច់ច្រើនទេប្រើតែប៉ុណ្ណឹងដូចបបោ សំខាន់យើងប្រភពដែលយើងយកចូលមកប្រភពកុំយកប្រភពដែលវាមានបញ្ហាច្រើនណាប្រភពដែលផ្ទុះយើងដាក់ទៅគឺឆាប់ចាប់ copyright ដោយសារមានអ្នក MMO គេយកទៅធ្វើច្រើនអញ្ចឹងវាបើមិនជាប់ម្ចាស់ដើមបើជាប់ MMO គេធ្វើតដែរណាហើយមួយទៀតសំខាន់គឺយើងមើល view ដែលគេកំប្រើច្រើនពេកអញ្ចឹងដូចថាផ្ទុះហ្នឹងវាមានអ្នកប្រើអ្នកមើលច្រើនបានអ្នកយកទៅធ្វើច្រើនហើយយើងបកយកពីចិនមកអញ្ចឹងវីដេអូហ្នឹងយកពី YouTube មកដែរតែអត់មានជាប់ copyright ទេ អូខេនេះវគ្គដែលយើងរៀនចែករំលែកទៅលើការកាត់តវីដេអូនៅលើ CapCut ហើយការធ្វើកុំឲ្យវាជាប់ copyright ណាសំខាន់បំផុតយើងកុំអាមុនថៃហើយយើង convert មកតោះមកយើងនេះដោយសារវាធ្លាប់
mà đo này file nó ở đi chắc như đôi chung mùng đó do son pi để xa mấy những clock cắt mà nó son mùi những cắt tới bị tay còn vừa tới ok video vẽ mùi nít nhưng riêng cắt to nó bây giờ phần nắng đôi mình nhận được cái mấy cam record để xa phở Windows 10 ở Windows 10 là bao nhiêu phở Windows đậm mũi à nó viên auto sram mình bật phở này các bạn mấy cam thi chừng người thay